បាទបងប្អូនខ្ញុំចាំពាក្យចាស់លោកពោលមួយថាចេះ10មិនស្មើអ្នកប្រសពមួយអាហ្នឹងបងប្អូនយល់ថាមិនដែរបាទខ្ញុំចង់ប្រៀបធៀបថាការចិញ្ចឹមគោអ្នកចេះ10ហ្នឹងក៏ប៉ុន្តែមិនប្រកាសថាស្មើនឹងអ្នកប្រសពមួយមានន័យថាអ្នកប្រសពហ្នឹងមានន័យថាម៉េចអ្នកប្រសពហ្នឹងគឺគាត់ធ្លាប់ជួបផ្ទាល់បទពិសោធន៍ផ្ទាល់អនុវត្តជាក់ស្ដែងជារៀងរាល់ថ្ងៃបានលទ្ធផលល្អនេះហើយគឺហៅថាអ្នកប្រសពអញ្ចឹងប្រសពក្នុងការចិញ្ចឹមប្រសពក្នុងការថែប្រសពក្នុងការប្រើប្រាស់ពេលវេលាប្រសពនឹងក្នុងការបែងចែកការងារអញ្ចឹងណាបងប្អូនបែងចែកពេលវេលាសម្រាប់មានគេហៅភាសាអង់គ្លេសគេហៅ part time full time part time ហ្នឹងមានន័យថាពេលវេលាខ្លះបែងចែកមកចិញ្ចឹមឬក៏មកមើលថែគោចំណា full time នោះពេលវេលាមួយថ្ងៃពេញឬក៏មួយសប្តាហ៍ពេញសម្រាប់ការងារផ្សេងហ្នឹងទៅបងប្អូនអញ្ចឹងនេះហើយគេហៅថាអ្នកប្រសពទាំងការមើលថែប្រសពទាំងការរៀបចំថ្នាំសង្កូវពេលដែលគោមានបញ្ហាអញ្ចឹងបងប្អូនអញ្ចឹងបានចាស់លោកពូលមកវាមិនខុសទេហើយអ្នកចេះ10ហ្នឹងមានន័យថាចេះយើងចេះក៏ពិតមែនប៉ុន្តែយើងអត់បានមានពេលវេលាទៅអនុវត្តផ្ទាល់ដូចគាត់ទេអញ្ចឹងយើងមានន័យថាយើងចេះមើលគោយើងចេះអីហ្នឹងយើងចេះចិញ្ចឹមប៉ុន្តែអនុវត្តជាក់ស្ដែងដល់កម្រិតណាយើងអត់ទាន់ដល់អ្នកប្រសពទេអ្នកប្រសពគឺគាត់ប្រសពជាងអញ្ចឹងណាបងប្អូនប៉ុន្តែទន្ទឹមនឹងយើងត្រឡប់មកវិញនិយាយពីពេលវេលានៃការមើលថែបងប្អូនខ្លះជាច្រើនច្បាស់ហើយប្រកាសជាមានការងារស្នូលរបស់គាត់ដែរណាបងប្អូនអញ្ចឹងពេលវេលាមកចំណែកគាត់ចេះបែងចែកទៅមើលថែគោទៅរកប្រាក់ចំណូលពីគោដើម្បីបន្ថែមផ្គត់ផ្គង់នៅក្នុងគ្រួសារគាត់ដើម្បីភាពចាំបាច់តម្រូវការជាក់ស្ដែងទៅលើគ្រួសាររបស់គាត់កូនរៀនប្រពន្ធមានបញ្ហាក្នុងគ្រួសារឯកើតឡើងគាត់មានទ្រព្យសម្អាងក្នុងការដោះស្រាយរឿងចាំបាច់មួយចំនួនអញ្ចឹងទៅបងប្អូនដូចជាក់ស្ដែងខ្ញុំជួបបងប្អូនខ្លះកូនគាត់ទាម៉ូតូអញ្ចឹងទាម៉ូតូគាត់ថាអើយមិនដឹងគិតមិនទេអូនឥឡូវនេះកូនវាទាម៉ូតូឥឡូវមានតែបញ្ចេញគោមួយទៅគាត់បញ្ចេញផ្លែតបានលុយភ្លាមគាត់ដោះស្រាយម៉ូតូឲ្យកូនទៅរៀនភ្លាមដោយសារគាត់ថាលើកហេតុផលថាកូនវាឡើងថ្នាក់ធំហើយអញ្ចឹងត្រូវការទៅរៀនឆ្ងាយត្រូវការជិះម៉ូតូអញ្ចឹងគាត់មានរបស់គាត់ផ្លែតគាត់បញ្ចេញភ្លាមបានលុយដើម្បីទៅទិញម៉ូតូឲ្យកូនគាត់អញ្ចឹងណាអានេះហើយវាគេហៅថាលក្ខណៈសំខាន់ជាទ្រព្យមួយសម្រាប់កសិករដែលយើងមើលថែវាណាបងប្អូនវាមិនអត់ប្រយោជន៍ទេអាហ្នឹងផលដែលវាហុចឲ្យមកវិញគឺបែបហ្នឹងតាមរយៈបែបហ្នឹងដោយប្រយោលដោយយូរក៏ពិតមែនប៉ុន្តែយើងបញ្ចេញភ្លាមគឺយើងបានលួចដំភ្លាមហ្នឹងហើយមានតែប៉ុណ្្នឹងបងប្អូនអរគុណ